ជំរាបសួរសួស្តីទាំងអស់គ្នាលោកគ្រូឈ្មោះរិទ្ធហើយលោកគ្រូបង្រៀនថ្នាក់ Motion Graphic ហើយនឹងកាត់តវីដេអូនៅមជ្ឈមណ្ឌល iTech Media នៅផ្លូវ271ណាហើយបងប្អូនថ្ងៃនេះលោកគ្រូចង់អញ្ជើញបងប្អូនសិក្សាជាមួយលោកគ្រូហើយបងប្អូនដែលចង់ដឹងថាថ្នាក់កាត់តវីដេអូឬក៏ Motion Graphic នឹងគេរៀនបែបម៉េចយើងអាចទៅមើលពាណិជ្ជកម្មរបស់គេបានអញ្ចឹងឧទាហរណ៍លោកគ្រូនេះចង់ធ្វើកម្មវិធីពិសេសយើងទៅ Mazda នេះមកយើងស៊េរីរបស់អ្នកមកបដូរយន្តថ្មី Mazda Free អញ្ចឹងលោកគ្រូនឹងមករៀនធ្វើអក្សរ 3D បែបនេះហើយ Mazda CX3 មេរៀនផ្សេងទៀតបងប្អូនអាចមកចុះឈ្មោះរៀននៅសាលាដោយផ្ទាល់ណាបាទអញ្ចឹងនេះ ABA បាទគេមានពាណិជ្ជកម្មរបស់គេប្រើ ABA Mobile អាចឈ្នះលុយឈ្នះសាំងពី Total Energy មានរង្វាន់សម្រាប់ graphic ដោយពួកគាត់បាទដោយក្រុមហ៊ុនផ្សេងធ្វើហ្នឹងត្រូវមករៀនជាមួយលោកគ្រូយើងនឹងចេះផលិតវាអូខេឥឡូវលោកគ្រូនឹងណែនាំកម្មវិធីមួយគឺយើងធ្វើអក្សរ 3D ដោយ Mazda នេះវាវិលអញ្ចឹងអក្សរហ្នឹងវាកលែងវាវិលCX3 ថ្ងៃនេះបាទអញ្ចឹងលោកគ្រូមានថ្នាក់នឹងដែរឥឡូវលោកគ្រូនឹងបង្រៀនចូលទៅនេះបាទអញ្ចឹងលោកគ្រូនឹងធ្វើអក្សរនឹងខុសចូលបែបហ្នឹងបាទអញ្ចឹងដំបូងឡើយយើងមាន Illustrator សិនយើងដាក់กระดาษជា A4 នេះ new A4 នេះមកដាក់กระดาษវាផ្ដេកហើយយើងចុច create មកបាទចុច create ហើយយើងចាប់ដើមវាយអក្សរចូលយើងចុច shift មកបរិយាវាធំនេះទាញវាធំប៉ុនផ្ទៃហើយយើង save វាបាទ save វាមក version 8នេះដាក់ឈ្មោះវាខ្មែរ text អញ្ចឹងណាហើយចុច save វាមកបាទយក version 8នេះបាទយក version 8បាទបន្ទាប់មកទៀតយើងចុច OK មកបាទបន្ទាប់មកយើងចូលទៅ Cinema 4D របស់យើងនេះយើងមាន project ថ្មីបាទព្រោះហើយយើងចុច file merge project បាទចុច file merge project នេះមកយើងយកអក្សររបស់យើងមិញយើង save ទុក version 8ហ្នឹងដាក់វាចូលហើយយើងចុច OK ហើយបន្ទាប់មកយើងចុចពាក្យ scale នេះបាទចុចពាក្យ scale នេះមកហើយយើងទាញវាធំបាទ scale វារហូតដល់វាចុចឡើងនេះទាញចុចជាប់អូសឡើងទៅលើប្រឡែងចុចជាប់អូសឡើងទៅលើប្រឡែងរហូតដល់វាស្មើនឹងអេក្រង់របស់យើងនេះស្មើនឹងខ្មៅនេះទើបវាស្អាតណាព្រោះហើយយើងចុចលើពាក្យអក្សររបស់យើងចុចពាក្យក្រូតនេះមកក្រូតយើងដាក់0ដើម្បីវានៅកណ្ដាលព្រោះហើយយើងដើម្បីឲ្យយើងមើលចំពីមុខបាទយើងមើលចំពីមុខយើងចុចកាមេរ៉ានេះមួយហើយចុច tray នេះមួយបាទជ្រុងចុចចំណុចរួមនេះមួយមកបាទរួចហើយចុចគ្រូដែរវាយវា0បាទចានេះ0ដែរលើកលែងតែក្រោមនេះបាទយើងអាចដក1000អីចឹងទៅបាទនេះដក1000អញ្ចឹងទៅហើយយើងចាប់ដើមចុចលើពាក្យ extrude នេះមកដើម្បីដាក់ 3D វាពលាវាចូលនៅក្នុងនឹង select វាទាំងអស់ពលាវាចូលនៅក្នុងនឹងរួចហើយយើងចុចលើពាក្យ object នេះហើយចុចលើនេះហើយបើសិនជាបងប្អូនប្រើ Windows កន្លែងនេះវាចេញថា offset វិញយើងអាចយក120ឬក៏កម្រាស់របស់វាប៉ុន្តែនេះ version របស់ Mac វា21វារៀងតិចជាបើ Windows បងប្អូនប្រើ Windows ឲ្យគ្រូ set up ឲ្យហ្នឹងវាចេញថា offset វិញកន្លែងហ្នឹងហើយកន្លែង cap នេះយើងចេញដូចគ្នាយើងដាក់4មកបាទ4ឬក៏3អីចឹងទៅបាទឬក៏6អីចឹងទៅបាទតែកន្លែងនេះយើងអាចយក curve យកបាន2យក route និង curve បាទហើយនេះយើងអាចយក4ទៅវាល្មមស្អាតណាបាទអញ្ចឹងលោកគ្រូយក curve ហ្នឹងទៅតែបងប្អូនអាចយកពួកអីក៏បានដែរមាន tray នៅពីមុខនេះឥឡូវយើងចូលដល់ពេលចលនាចុចសញ្ញានេះមួយនេះសញ្ញា4ជ្រុងនេះចុចសញ្ញា4ជ្រុងហ្នឹងមកបាទហើយចុចម៉ូក៏ឈរលើវាឈរលើនេះសិនបាទចានេះយើងលុបចោលដល់យកយើងឈរលើនេះចុចម៉ៅស្ដាំលើវាក៏បានចុចអក្សរ C នេះក៏បានដែរ make editable នេះដើម្បីវាប្រែคล้ายជាមួយនេះជារូបមន្តទេបាទអញ្ចឹងធ្វើតាមទៅវាចេញ Mora Fracture យើងទាញវាដាក់ចូលនៅក្នុងនឹងបាទ select វាទាំងអស់ចុច shift មកដល់លេខខាងក្រោមនេះចុចអូសវាចុចជាប់ស្កត់វាជាប់អូសចូលហើយចុចលើវាទៀតចុចលើ Mora នេះមក Factor Plan ហើយពេលយើងបានអាហ្នឹងហើយចុចលើ Fall off នេះហើយ linear នេះចុចចំអាហ្នឹងវាធ្លាក់មកឡើងនេះហើយយើងចាប់ទាញវាបានហើយអញ្ចឹងយើងធ្វើចលនាទាញជាមួយលោកគ្រូតោះអញ្ចឹងយើងទាញវាជាមួយលោកគ្រូមកបាទម្ដងទៀតចុចអានេះលោកគ្រូបញ្យល់បកហោះនេះអញ្ចឹងយើងអាចទាញវាមានចលនាបានហើយនេះយើងទាញវាថយក្រោយចេះមកហើយយើងចុច0នេះយើងចុច tick sound នេះមួយហើយយើងទាញវាមក50មក
បាទនេះលបឿនវាទាញលឿនវាលឿនទាញចិត្តវាលឿនទាញឆ្ងាយវាយូរចាក់សោវាមួយទៀតគេយើងបានអាហ្នឹងហើយគឺយើងចាប់ដើមដាក់វា parameter នេះហើយដោះវាចោលធីកវាទាំង3ដាក់ដក1បាទដាក់ដក1មកហើយអានេះយើងចុច rotation លោកគ្រូបវលយក360បវលចូលនេះបាទតោះប៉ុណ្្នឹងហើយយើងដាក់ delay វាមួយទៀតឲ្យវាស្អាតណាយើងចុចទៅមកក្រាបយើងនេះបាទយើងឈរលើ feature យើងសិនបាទឈរលើអក្សរ feature ពណ៌បៃតងសិនមកក្រាប effector delay នេះហើយយើងចាក់ effector វាយើងយក spring មកបាទហើយនេះយើងអាចយកតែ20បានហើយឲ្យវាញ័របន្តិចបាទបើយើងយកខ្លាំងវាញ័រកាន់តែខ្លាំងនេះបាទឲ្យវាលាក់បន្តិចណាអូខេឥឡូវយើងចូលដល់ចាក់ស្រមោលវិញបាទនេះលោកគ្រូដាក់ឲ្យវាដក1000វិញមិនទាញវាខ្លាំងពេកនេះឲ្យវាធំបន្តិចអូខេឥឡូវគឺយើងចាក់គេហៅថាចាក់ពណ៌បាទនៅក្នុងនេះគេហៅ material create new standard material new standard នេះបាទរួចចុចវា2ដងហើយយើងសេរីពណ៌វាទៅពណ៌ក្រហមចឹងណាបាទហើយបន្ទាប់មកយើងចុចលើ reflect 10នេះចុចពី add យក add legacy ហើយយើងបន្ថយអានេះ0បាទ setting នេះ0ដែរនេះ switcher strength រោបនេះហើយភាគរយវាយកត្រឹមប្រហែលជា35អីចឹងទៅឬក៏តាមចិត្តយើងបាទយក35ហើយយើង copy វាយើងចុច control ឬក៏ចុច comment បាទឬក៏យើងចុច control C control V ហើយយើងចុចវា2ដងមកហើយយើងអាចដូរពណ៌វាបានដាក់ពណ៌សចឹងលោកគ្រូធ្វើតែ2ពណ៌ហ្នឹងទេដោយពាណិជ្ជកម្មយើងមិនទាញពណ៌សដាក់ចូល feature សិនហើយទាញពណ៌អមដាក់ចូលដែរហើយដាក់ឈ្មោះកន្លែងនេះ tag នេះដាក់ C1 C អក្សរធំមកចឹងវាមានរួចយើងចាប់ភ្លើងបាទដោះកាមេរ៉ាជាងសិនយើងមើលនេះអក្សរយើងមានកម្រាស់ហើយចឹងយើងគ្រូចាប់ភ្លើងមកនេះចាប់ភ្លើងវា area ទាញវាឲ្យផុតកាមេរ៉ាយើងនេះយើងចុចនេះជាប់ zoom វាហើយយើងទាញវាធំមកនេះបាទហើយភ្លើងរបស់យើងទាញវាផុតអញ្ចឹងមកបាទគេរួចហើយយើងចុចទៅ general នេះយើងដាក់វា shadow នេះមកហើយ detail វាយក show in reflection នេះគេរួចហើយយើងបើកកាមេរ៉ាយើង copy វាច្រើន control C control V បាទហើយយើងទាញវាដាក់លើអញ្ចឹងមក control C control V ទាញវាឡើងទៀតអាចទៅខាងក្រោយវាម្ដងអញ្ចឹងទៅចុច control C control V ទៀតអាចទាញមកខាងស្ដាំបាទយើងទាញវាមកខាងស្ដាំនេះមកបាទចុច control C control V អាចទាញវាទៅខាងឆ្វេងអញ្ចឹងទៅអូខេរួចហើយយើងបើកកាមេរ៉ាយើងវិញយើងមើលពីមុខវិញថាចុចកន្លែងនេះមកតើវាភ្លើងវាចាំងស្អាតនៅនេះអញ្ចឹងវាស្អាតហើយប៉ុណ្ណឹងបាទវាមានស្អាតហើយយើងចុចនៅលើកន្លែងនេះយើង save វាទុកមកយើង render វាហើយយើង render វាចេញមកក្រៅនេះឬក៏យើងចង់វាយវាមក1920 1008ហើយនេះយើងដាក់វា300មកអានេះយក all ហើយអានេះsave នេះយើងជ្រើសរើស PNG បាទ PNG ហើយ alpha channel ហើយទីតាំងដែល save ទុក file នេះយើងដាក់នៅលើ desktop ក៏បានបង្កើត folder មួយទៀតមកដាក់ឈ្មោះថា text render បាទយើងអាចដាក់ថ្ងៃខែក៏បានណាបាទ render ថ្ងៃហ្នឹងថ្ងៃទី23អីចឹងទៅបាទ underscore មកដាក់ខែអីចឹងទៅ2025ហើយយើងសួរយើង render ថ្ងៃណាហើយកន្លែងនេះយើងវាយអក្សរមួយតួមកឧទាហរណ៍អក្សរ T យើង underscore ដែរចុច save ចប់អស់ហើយប៉ុណ្ណឹងណា PNG អស់ហើយចុចអានេះមួយទៀត anti aliasing ចុច back ហើយតែប៉ុណ្ណឹងយើងបិទវាចោលយើងចុចកណ្ដាលនេះមកវានឹង render អក្សរហ្នឹងយើងអាចយកទៅប្រើបានហ្នឹងបាទអក្សរហ្នឹងវាមានអក្សរកម្រាស់ 3D យើងហើយនេះបាទអញ្ចឹងមេរៀននេះមានតែប៉ុណ្្នឹងទេហើយយើងយកដាក់ក្នុង After Effects យើងទៅហើយបងប្អូនជួយ share វីដេអូនេះឬក៏ប្រាប់ពន្យល់មិត្តភ័ក្តិយើងដែលបានរៀនខ្លះៗហើយឬក៏បងប្អូនដែលមិនទាន់បានរៀនយើងរៀន4កម្មវិធីបាទយើងមាន Premiere After Effects និង Cinema 4D DaVinci ហើយពេលយើងរៀន4កម្មវិធីនឹងហើយគឺយើង
នឹងចប់យើងអាចធ្វើការងារតាមក្រុមហ៊ុនផ្សេងៗបានជាអ្នក motion graphic កាត់តវីដេអូកែពណ៌កែពន្លឺធ្វើអក្សរ 3D ពាណិជ្ជកម្មធំបាទធំតូចទៅតាមក្រុមហ៊ុនផ្សេងហើយអញ្ចឹងគឺបងប្អូនអាចនេះបានបាទអញ្ចឹងអរគុណច្រើននឹងឯក្នុងឱកាសនេះដែរលោកគ្រូសូមជូនពរបងប្អូនមានសុខភាពល្អហើយកុំភ្លេចចុះឈ្មោះរៀននៅជាមួយលោកគ្រូនៅចាំដល់អាចតិច media ហើយយើងនឹងរៀនច្រើនមែនទែនរយៈពេល3ខែបាទរយៈពេល3ខែហើយព័ត៌មានបន្ថែមទៀតបងប្អូនអាចមកសាលាមកបាទគឺនៅផ្លូវ271បងប្អូនណាបាទឬក៏បងប្អូនអាចចូលទៅ page Facebook របស់សាលាបាទបងប្អូនអាចចូលទៅវាយពាក្យថា iTech Media School ក៏បានឬក៏ពាក្យ iTech Media នេះ search មករកមើលទៅហើយបងប្អូននឹងឃើញ page របស់យើងនេះផ្ដល់គ្រប់ម៉ោងគ្រប់ពេលអរគុណច្រើនជម្រាបលាលោកគ្រូមានតែប៉ុណ្្នឹងទេថ្ងៃហ្នឹងហើយជួបគ្នានៅមេរៀនក្រោយទៀត